នគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវជាតិលេខ3ម្ដុំវត្តស្លែងនិងផ្លូវ2004កែងផ្លូវ North Bridge ធ្វើឲ្យអ្នកធ្វើដំណើរថ្នាំងថ្នាក់ប្រជាពលរដ្ឋអ្នកជិះម៉ូតូនិងរថយន្តហាក់ដូចជាមិនសប្បាយចិត្តនឹងថ្នាំងថ្នាក់ចំពោះក្រុមមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តច្បាប់ចរាចរណ៍នៅលើផ្លូវជាតិលេខ3ចំណុចម្ដុំវត្តស្លែងស្ថិតនៅសង្កាត់ពងទឹកខណ្ឌដង្កោនិងនៅចំណុចបណ្ដោយផ្លូវ2004កែងផ្លូវ North Bridge ស្ថិតក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខក្រមមន្ត្រីទាំងពីរគោលដៅនេះរងការរិះគន់ថាអនុវត្តច្បាប់ហាក់ដូចជាលើសពីអ្វីដែលជាការណែនាំរបស់ក្រសួងមហាផ្ទៃប្រជាពលរដ្ឋបានផ្ញើវីដេអូអំពីសកម្មភាពនៃការអនុវត្តច្បាប់របស់ក្រមមន្ត្រីទាំងពីរគោលដៅនេះបង្ហាញឲ្យឃើញថាការចោះហាមឃាត់រថយន្តដែលកំពុងធ្វើចរាចរណ៍ដែលគ្មានកំហុសក្រមមន្ត្រីជាច្រើនអ្នកបានចេញស្ទាក់ឃាត់រថយន្តដែលកំពុងធ្វើដំណើរតាមដងផ្លូវដោយទារកនេះទារកនោះសពបែបយ៉ាងដែលប្រការនេះបង្កឲ្យមានការថ្នាំងថ្នាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរទាំងនៅចំណុចផ្លូវ2004ក៏ដូចជានៅលើផ្លូវជាតិលេខ3ក្រមមន្ត្រីនគរបាលចរាចរណ៍ហាក់ដូចជាអនុវត្តលើសទៅនឹងអ្វីដែលជាការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានណែនាំថាប្រសិនបើរថយន្តឬម៉ូតូដែលកំពុងបើកបរនៅលើដងផ្លូវគ្មានកំហុសនោះទេគឺមិនអាចហាមឃាត់មកសួរនាំបានឡើយក្នុងនោះក៏ខ្ញុំសូមបញ្ជាក់ផងដែរថាគ្រប់អ្នកពាក់ព័ន្ធដែលចុះអនុវត្តច្បាប់ទី1ធំបំផុតត្រូវស្វែងយល់ពីទូរនទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់បាទអានោះសំខាន់ណាស់បើយើងចុះទៅទាំងដោយបិទភ្នែកអត់ដឹងថាស្អីខុសស្អីត្រូវយើងអង្គុយគិតតែធ្វើពីលឹះនេះហើយគឺជាការខុសឆ្គងហើយជាពិសេសការខ្វះខាតក្នុងការស្វែងយល់និងការសិក្សាពីកន្លែងធ្វើការរបស់ខ្លួនទូរនទីភារកិច្ចរបស់ខ្លួនខ្ញុំក៏សូមបញ្ជាក់ផងដែរថាចំពោះមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ធំបំផុតត្រូវអនុវត្តឲ្យបានត្រឹមត្រូវនៅគោលការណ៍ច្បាប់ប្រសិនបើគ្មានបទល្មើសហាមហៅឬមួយហាមត្រួតពិនិត្យក្នុងគោលដៅដើម្បីកុំឲ្យរំខានដល់អ្នកធ្វើដំណើរចំណុចត្រង់នេះក៏ខ្ញុំសូមបញ្ជាក់ផងដែរថាមន្ត្រីមួយចំនួនតូចនៅតែអនុវត្តខុសច្បាប់ដែលបានកំណត់និងបានណែនាំដូច្នេះហើយចាប់ពីពេលនេះតទៅខ្ញុំជឿជាក់ថាអស់លោកដែលជាមន្ត្រីក្រមអាវ៉ាតអ្នកទទួលបន្ទុកការងារនេះសូមឲ្យដាស់តឿនដល់មន្ត្រីក្រមអាវ៉ាតដទៃទៀតក្នុងគោលដៅកាត់បន្ថយភាពថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋនិងនិងមហាជនដទៃទៀតហើយជាពិសេសការវាយប្រហារតាមប្រព័ន្ធ social media របស់យើងផងដែរប៉ុន្តែក្រមមន្ត្រីនគរបាលទាំងពីរគោលដៅនេះត្រូវបានប្រជាពលរដ្ឋកត់សម្គាល់ឃើញថាចេញប្រតិបត្តិការប្រសេកប្រសាចទាំងហ្វូងឃាត់រថយន្តដែលកំពុងធ្វើដំណើរបើកបរដោយមិនមានកំហុសឬល្មើសច្បាប់ចរាចរណ៍អ្វីឡើយចំណុចនេះគួរមានការកែប្រែពីព្រោះគេសង្កេតឃើញថាការស្ទាក់ឃាត់រថយន្តដែលកំពុងធ្វើដំណើរដោយមិនល្មើសច្បាប់ចរាចរណ៍ហើយសួរនាំរកឯកសារផ្សេងក្រៅតែពីបង្កឲ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវនោះក៏ជាមូលហេតុដែលនាំឲ្យមានការយឺតយ៉ាវពេលវេលានិងនាំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរទៅលើដងផ្លូវនោះដែរដូច្នេះសូមស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯកជួននរិនពិនិត្យមើលករណីពីគោលដៅទាំងពីរនេះថាតើសមស្របដែរឬទេពាក់ព័ន្ធករណីខាងលើនេះអង្គភាពសារព័ត៌មានបានទំនាក់ទំនងតាមទូរស័ព្ទទៅលោកខាន់សរឿននាយផ្នែកនគរបាលចរាចរណ៍ស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2025នេះដើម្បីសុំការពន្យល់ប៉ុន្តែគ្រាន់តែអ្នកសារព័ត៌មានលោកឆ្លើយថាលោករវល់ការពារក្បួនរួចក៏ចុចបិទទូរស័ព្ទចំណែកលោកសំវិជ្ជការអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោកប្រាប់ថាលោកជាប់ប្រជុំឲ្យសួរទៅខាងជំនាញ
ដោយឡែកលោកបណ្ឌិតទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃអង្គភាពយើងមិនអាចទំនាក់ទំនងបានទេនៅព្រឹកថ្ងៃដដែលដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល